ជំរាបសួរព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងគម្ពីរយ៉ាកុបជំពូក1ខទី19ដល់ខទី20ដូច្នេះបងប្អូនស្ងួនភ្ញៀវអើយចូលឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ក្រនឹងនិយាយហើយយឺតនឹងខឹងដែរត្បិតសេចក្តីកំហឹងរបស់មនុស្សមិនដែលសម្រេចតាមសេចក្តីសុចរិតរបស់ព្រះទេអាមែនសេចក្តីអធិដ្ឋានសម្រាប់ព្រះបន្ទូលនេះព្រះអង្គអើយសូមបង្រៀនកូនឲ្យចេះស្ដាប់ឲ្យបានគ្រប់ជ្រុងជ្រោយស្ដាប់ឲ្យបានហ្មត់ចត់មុននឹងនិយាយកិច្ចការអ្វីទាំងអស់ហើយឲ្យកូនចេះអត់ធ្មត់បន្ថែមទៀតក្នុងការប្រស្រ័យតាក់ទងគ្នារស់នៅក្នុងជីវិតប្រចាំថ្ងៃផងដែរបិតាសូមឲ្យព្រះបន្ទូលនេះបានសម្រេចនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន